សួស្តីពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍កម្មការទឹកដីនៃខេត្តសៀមត្រែងឥឡូវនេះនៅខេត្តសៀមត្រែងយើងកំពុងតែមានការរៀបចំដំឡើងឆាកដែលយើងដូចជាខានធ្វើបែបនេះយូរហើយឥឡូវនេះកំពុងតែរៀបចំឡើងវិញហើយឆាកខាងមុខនេះគឺជាឆាកដែលយើងរៀបចំទៅទៅនឹងការប្រកួតបដោតគុនខ្មែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្នេហាវិស័យគុនខ្មែរកុំភ្លេចមកទស្សនាបានឆ្លងកកកដែលយើងធ្វើឡើងនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ខាងមុខនេះផងដែរហើយនៅតាមផ្លូវគឺយើងឃើញថាមានការរៀបជាស្តង់សម្រាប់ដាក់តាំងលក់របស់របរជាច្រើនទៀតហើយណាមួយដោយសារតែស្ទឹងត្រែងយើងកំពុងតែវិវត្តខ្លាំងមែនតើអញ្ចឹងយើងឃើញថាតាមដងផ្លូវគឺមានមនុស្សច្រើនអ៊ូអរហើយទីធ្លាធំទូលាយនិងមានទេសភាពស្អាតមែនតើបងប្អូនអ្វីដែលសំខាន់នៅស្ទឹងត្រែងយើងក៏មានកន្លែងថតរូបច្រើនផងដែរសម្រាប់បងប្អូនដែលចូលចិត្តថតរូបអញ្ចឹងកុំភ្លេចមកទស្សនាបានច្រើនកកកជួបគ្នានៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ខាងមុខនេះ